បងហុកហ្វេហេបងហ្វេបងបងហ្វេបងហេបងហ្វេហេនេះជាដំណើរកំសាន្តចំពោះពីខាងខេត្តកោះកុងខាងតំបន់អរ៉ៃបុកទៅខាងស្រុកវាលវែងខាងតំបន់ភ្នំ1500ហើយយើងនាំបងប្អូនទៅឆ្លងកាត់ផ្លូវថ្មីឆ្លងកាត់ស្ពានវែងស្ពានធំគេធ្វើហើយទៅមើលតំបន់ថ្មីនៅខាងភ្នំ1500យើងគឺមានទឹកជ្រោះមួយដែលខ្ញុំចាប់អារម្មណ៍មែនទែនគឺឈ្មោះទឹកធ្លាក់ទំពោះហើយមកដល់តំបន់នេះបងប្អូននិយាយមែនអាចនិយាយបានថាអូសត្វបាត់អស់ទុកកង្វល់ដែលវាលាក់ក្នុងខ្លួនយើងពេលមកដល់ឃើញធម្មជាតិឃើញព្រៃឈើស្រស់បំប្រងចេះធ្វើអារម្មណ៍យើងវាសប្បាយទៅតាមពេលវេលានោះដែរហើយចាប់ផ្ដើមនៃវីដេអូមួយនេះក៏សូមជំរាបសួរក៏សួស្ដីទៅកាន់អ្នកមើលបាទហើយថ្ងៃនេះរៀបអវ៉ាន់ចេញពីផ្ទះស្មាត់កយស្មាត់ធំបងធំតាទីលើខ្លាសនាមគាត់តែខ្ញុំគិតថាអង្គយមិនមែនបងធំទេបាទគេគាត់ដាក់ខ្លាសនាមខ្ញុំដើរមួយគាត់មួយរយៈនេះគាត់ថាអង្គយមិនមែនជាអ្នកក្លាហានទេអង្គយគឺជាមនុស្សកំណាត់ហើយចេញដំណើរពីផ្ទះគាត់គឺយើងឆ្ពោះទៅកាន់ខេត្តកោះកុងសិនមុននឹងធ្វើដំណើរទៅដល់ខាងភ្នំ1500ស្រុកវាវែងតំបន់ដីក្រហមហើយធ្វើដំណើរនេះគឺថាវាអត់អីបងប្អូនតែតិចទៀតគឺវាអីអូយើងថាសប្បាយអល់តាមផ្លូវ enjoy មួយធម្មជាតិរីករាយយ៉ាងណាមកដល់នេះក៏ចាក់សាំងបងប្អូនសួរថាខ្ញុំចាក់ម្ដងប្រហែលមកក៏ឆ្ងាយខ្ញុំចាក់ម្ដង100លីត្របាទតែនេះចាក់អត់ដល់100ចាក់60លីត្រដោយសារវាមានខ្លះហ្នឹងហើយផ្លូវនេះផ្លូវពីថ្មបាំងទៅកោះកុងបងគេធ្វើស្អាតហើយកន្លែងនេះបង្កឲ្យបត់ជើងតូចខ្ញុំខឹងគាត់បត់ជើងពីទៅពេកខ្ញុំបាក់ឡានចោលគាត់ហើយផ្លូវឃើញស្រាប់ហើយកំពុងតែធ្វើនឹងស្ថាបនាហើយនេះផ្លូវកោះកុងទៅភ្នំពេញគេធ្វើរួចរាល់សឹងតែទាំងអស់ហើយដោយសារតែអាចថាទាំងអស់ក៏ថាបាននេះថាខ្ញុំអត់បានបើកផ្លូវទាំងអស់ទេខ្ញុំបើកបានមួយកណាត់ទេអញ្ចឹងតែមើលស្ថានភាពនេះគឺថាទាំងអស់ 100% ហើយផ្លូវគឺថាស្អាតខ្លាំងមែនទែនតែបើកបរដោយការប្រុងប្រយ័ត្នកុំអាងថាផ្លូវស្អាតផ្លេចការប្រុងប្រយ័ត្នអីតែបាទហើយដល់នេះមែនបាទផ្លេចការប្រុងប្រយ័ត្នមិនប្រុងប្រយ័ត្នអីទេព្រោះការឆែកឡានតែឆែកមិនទេបងបង្កាត់ក្រមសារមួយជើងជន់គ្នាដូចទេហើយដាច់កនេះខ្ទេចបងប្អូនគ្មានសល់ទម្លាក់ប្រអប់លេខហើយចៃដនមានស្គាល់បងនៅខាងកោះកុងនឹងធាអូអរគុណគាត់មែនតើគាត់ជួយមកនេះបងប្រុសម្នាក់នេះគាត់ជួយមកអូឡានយកដាក់ក្រាស់បងប្អូនឬក៏មិត្តភក្តិដែលគាត់ស្គាល់ខ្ញុំអរគុណគាត់ច្រើនមែនតើបងប្អូនបើថាអត់បានគាត់ទេខ្ញុំងេមងាមចាប់ក្តាមអត់ដឹងជើងនឹងត្បូងទេហើយក៏សម្រាប់ចេះថាអូយកទៅជាងអត់មានគិតច្រើនគឺយកទៅជាងឲ្យជាងឆែកមើលថាវាជំងឺដាច់នេះឬអស់ស្បែកអីចឹងទៅចាំដល់ជាងថាអូឡាននេះដាច់អស់ហើយចឹងត្រូវតែប្រអប់លេគាត់ថាល្ងាចចឹងតែសើជាងបាទអរគុណបងប្អូនមែនតើបងប្អូនទៅកុំភ្លេចចូលទៅកន្លែងគាត់ផ្លាកថតមិញហ្នឹងហើយតាក់តងឬខូចឡាននេះទេទៅគាត់ទៅបាទហើយទុកឡានចោលមកផឹកកាហ្វេសិនឡានខូចអត់មានខ្វាយឈឺក្បាលហាថ្ងៃស្អីនេះខ្ញុំនេះមកផឹកកាហ្វេដើម្បីមានជីវិតបន្តទៀតអត់កាហ្វេស្មើនឹងរីកគិនមកដល់នេះដំឈ្មោះគាត់ឈ្មោះដំកាហ្វេឆ្ងាញ់ឲ្យចេញទៅផឹកទៀតអរគុណគាត់មែនតែនបាទហើយចេញដំណើរមកមើលឡានយើងជាងថាតម្លាក់ប្រអប់លេហើយវាដាច់កនេះឲ្យខ្ញុំកំងគ្រឿងខ្ញុំក៏ធ្វើតាមសន្យាកំងគ្រឿងបឹបម៉ោង9ដល់ពេញអរគុណខាងក្រាស់ BM ក្រាស់គាត់ឲ្យផ្ញើគ្រឿងមកហើយលឿនមកគាត់ដែរហើយម្ដងក៏រៀបចំចាប់ភ្លាមយើងដេកនឹងមកយប់ហើយមកសល់ហាយព្រលឹមឡើងទាំងអស់គ្នាងេមងាមម្ដងមួយកយអានសភៅធ្វើដូចអ្នកចេះតែដឹងអ្នករៀនអ្នកសូត្រទេតែគ្មានរៀនស្អីទេ10ថ្ងៃអាន2ទំព័រទាំងអស់ហើយបាទតែគាត់មកយើងអត់បានអានហើយជាងគាត់ចាប់គ្រប់កន្លែងកលុកកលៀបរបស់វាវិញគាត់បញ្ឆេះតដំណើរទៅទៀតឃើញថាអរគុណពួកគាត់មែនតែសម្រួលហើយលឿនអរគុណហើយយើងតដំណើរមកមុខទៀតគឺយើងឆ្លងកាត់ទៅខាងផ្លូវថ្មីខាងផ្លូវអីគេហៅផ្លូវអូសោបងប្អូននេះចង់ភ្លេចហើយស្អាតបងប្អូននេះផ្លូវខ្ញុំធ្វើដំណើរអនុស្សាវរីយ៍ខ្ញុំច្រើនណាស់ផ្លូវនេះតាំងពីគេមិនទាន់ធ្វើរហូតដល់គេធ្វើរហូតដល់ផ្លូវស្អាតហើយនិយាយមែនទៅវាយើងមានក្តីសម័យតែចង់បានដីម្ដុំនឹងយូរហើយតែក្តីសម័យយើងកាលហ្នឹងវាគិតថាដីនេះថោកដល់ពេលឧទាហរណ៍ឥឡូវវាលើសក្តីសម័យយើងទៀតតែតោះកមុនគេថាមាន20 30ម៉ឺនតិចបានណាបាទទីបានធំហ្នឹងឥឡូវថា20 30ម៉ឺនទៀតបានទេដល់លើហ្នឹងអញ្ចឹងថាសម័យអីត្រូវគិតអីធ្វើឲ្យតែគិតធ្វើអីដល់មានហើយឥឡូវសួរមានឥឡូវមិនមែនអត់ទេគាត់ថាវាមិនមានដូចមុននិយាយទៅមកដែរនេះគ្រាន់បើមានលុយចាក់សាំងឥឡូវមានលុយផឹកកាហ្វេតែបើឲ្យសួរមានលុយសល់មិនសល់ទេហើយបងប្អូនសួរថាប្រាប់ទៅអីមានប្រាចង់ដឹងក៏លូបងប្អូនខ្លះគាត់ឆ្ងល់ប្រាប់ឲ្យហើយបើគាត់ឆ្ងល់គាត់ខមមិនអញ្ចឹងខ្ញុំប្រាប់ឲ្យហើយទាំងអ្នកចង់ដឹងទាំងអ្នកមិនចង់ដឹងហើយមកដល់អូសោបងប្អូននៅស្អាតហើយមិញឡើងនិយាយរឿងលុយភ្លេចថតភ្លេចនិយាយស្ពានវែងតែខ្ញុំមិនដឹងកម្ពស់មកទេមកទៅដល់កម្ពស់ហុយធំស្អាតបងប្អូនស្អាតស្ពាននោះនិយាយស្ពានវែងធ្លាក់មកដល់ស្ពានទឹកនេះវិញតែស្ពានអូសោបងប្អូនហើយស្ពានវែងមិញមនុស្សទៅថតរូបច្រើនខ្ញុំបានចោលហើយខ្លាចស្ទះខ្លាចអីគេក៏ជីថតដល់តិចហ្នឹងទៅហើយទេសភាពនេះគឺចេញពីអូសោធ្លាក់ដល់ប្រម៉ោយបងប្អូនឃើញប្រម៉ោយភ្នំទំព័រនេះណាខ្ញុំនឹងនាំបងប្អូនទៅមើលទៅលាក់ភ្នំទំព័រហើយបងប្អូនមកកុំភ្លេចមកលេងផ្ទះ
តាភ្នំនិយាយភ្នំខាងដានីពេកគាត់នេះបងប្អូនស្គាល់គាត់បងគាត់អូគាត់រីករាយគាត់មនុស្សជាប្រិយភាពហ្នឹងហើយថ្ងៃនេះហូបបាយតែគាត់នេះតាភ្នំនិយាយភ្នំហើយមានចៅចូលទៅបេះអាលឹកគេបាទចៅណាក់ចៅដានជើងបាទដានជើងណាក់យើងហ្នឹងហើយនេះបង្កយបាទបង្កយចៅដែរចៅលួចបេះដូងហើយបងប្អូនឃើញសម្លនេះសម្លថ្មីរបស់ខ្ញុំអត់ដែរហូបទេគឺឆ្ងាញ់ហើយបងបត់នាំហូបបងម្ចាស់កាហ្វេម៉ុនកកបាទហើយគាត់ support គាត់ដែលថាគាត់នាំយើងដាក់លេងចឹងទៅស្គាល់នេះស្គាល់នោះអរគុណច្រើនមែនតើនិយាយអរគុណគាត់ខ្លាំងមែនតើមួយថ្ងៃនេះគឺបានគាត់ទៅចែកនិយាយគ្នាលេងពីនេះពីនោះហ្នឹងទៅឲ្យអាលឹកទៀតហូបបាយហើយអូចិត្តល្អមែនតើអ្នកភូមិនេះចិត្តល្អហ្នឹងអូចិត្តល្អខ្ញុំចង់នៅចិត្តអ្នកភូមិបាត់នេះហើយបន្តដំណើរទៅភ្នំតំពរយើងទៅយើងភ្នំតំពរតែយើងទៅមកខាងទៀតនេះតាមផ្លូវទៅកំពើ2មកចូលបងប្អូនឃើញផ្លាកឃើញក៏ដាក់ប៉ុណ្ណានេះចូលមកលេងទឹកធ្លាក់ឥឡូវគេកំពុងធ្វើផ្លូវតែមួយរយៈទៀតមួយថ្ងៃគេធ្វើឲ្យស្រួលការធ្វើដំណើរដើរតែបន្តិចទេដើរអត់ដល់មកហត់ធំហ្នឹងថាមកហត់ធំថាដើរតែបងប្អូនឃើញផ្លូវបាក់នេះគេកំពុងធ្វើតិចគេធ្វើស្អាតហើយបងប្អូនសួរថាសាច់ការវីដេអូនេះចង់និយាយពីអីបងគាត់ខ្ញុំចង់និយាយពីខ្ញុំដើរលីចង់និយាយពីខ្ញុំជិះឡានមកពីកោះកុងមកថ្មបាំងពីកោះកុងមកវាលវែងហើយជិះឡានមកមើលតំបន់ទឹកធ្លាក់ភ្នំពណ៌ដល់ផឹកកាហ្វេម៉ុនគោកផឹកកាហ្វេភ្នំដេកមើលពពកមើលអាប់នៅខាងភ្នំពណ៌5អញ្ចឹងណាតែបងប្អូនសួរថានិយាយទៅអីក៏បានសួរហ្នឹងនិយាយទៅនិយាយមកអាសាច់និយាយនៅវីដេអូវាខុសគ្នាទៀតបាទអញ្ចឹងយើងសម្រាប់តាមវីដេអូវិញយើងមកដល់នេះបងប្អូនធ្វើដំណើរទៅអមទៅដល់ជ័យនេះមិនមែនជ័យស្រុកជ័យព្រៃត្រាវព្រៃជ័យព្រៃបងប្អូនឃើញផ្លូវធ្វើដំណើរទៅស្អាតហើយមានដើមឈើធំធំមានរុក្ខជាតិមានអីទាំងឡាយគេអត់ឈូសទេគេទុកឲ្យយើងដើរបងប្អូនអញ្ចឹងខ្ញុំគាត់ថាល្អដែរទុកបន្តិចនឹងឲ្យយើងដើរទៅលេងទៅព្រោះផ្លូវពីក្រោយគេឡានម៉ូតូគេអាចធ្វើដំណើរមកដល់តែយើងកន្លែងនេះគេទុកឲ្យយើងធ្វើដំណើរមកលេងមកសានដើរថ្មើរជើងតិចអញ្ចឹងទៅហើយផ្លូវស្អាតបងប្អូនមិនពិបាកក្នុងការធ្វើដំណើរទេខ្ញុំលើកទឹកចិត្តបងប្អូនមែនតើមកលេងតំបន់នេះកុំភ្លេចចូលមកលេងទឹកធ្លាក់ភ្នំតំពរហើយតិចទៀតមានទឹកធ្លាក់ផ្សេងដែរខាងមកបុតក៏រកឃើញគាត់ស្ថាបនាធ្វើផ្លូវគាត់អភិវឌ្ឍទៅបាទនេះខាងទឹកស្រែយ៉ាងម៉ៅគេចាប់ដើមធ្វើដើមដែរតែខ្ញុំអត់បានទៅទេតែខ្ញុំចាប់អារម្មណ៍ជាងគេទឹកធ្លាក់ភ្នំតំពរបងប្អូនស្អាតខ្លាំងមែនតើអូខ្ញុំនិយាយមែនថាខ្ញុំឲ្យបន្ទុកនឹងប្រហែលលើប្រហែលនេះដឹងថាស្អាតហើយបើមានទឹកច្រើននេះស្អាតទៀតនេះទឹកនេះតិចហើយមកមួយណាក់នេះគាត់ចេញវីដេអូដែរអាចមើលវីដេអូផ្លូវការរបស់គាត់ខ្ញុំអត់ប្រកាយទេខាងល្បិតព័ត៌មានកាយខាងសម្រាយនិយាយលេចនិយាយកើតទៅចាប់អវីដេអូជួបវីដេអូថ្មីតែស្អាតមែនបងប្អូនអើយទឹកធ្លាក់គេeveryone ខ្ញុំសូមណែនាំទឹកជិនសិនមក AE ទៅកាន់អ្នកដែលកំពុងតែមើលចូលព្រៃអស់កម្លាំងដូចខ្ញុំចេះគេថាដាក់ទឹកជិនសិនមក AE មួយទៅឃើញថាកម្លាំងចាប់ដើមមានឡើងពេលព្រឹកតែម្ដងហើយអត្ថប្រយោជន៍នេះគឺអាចញ៉ាំបានគ្រប់វ័យទាំងបុរសនិងស្ត្រីសម្រាប់អ្នកអាសាកាសខ្យល់វិលមុខឈឺក្បាលនិងឈឺពោះហើមពោះទល់ខ្យល់ពិបាកដកដង្ហើមចលនាឈាមរត់មិនស្មើឧស្សាហ៍ចុកទ្រូងនិងពិបាកដកដង្ហើមឈឺសន្លាក់ដៃជើងស្ពឹកដៃស្ពឹកជើងចុករត់ប្រាំនិងមានបញ្ហាពិបាកញ៉ាំបាយមិនបានគ្មានកម្លាំងទន់ដៃទន់ជើងឧស្សាហ៍ឈឺច្រើនចំពោះក្មេងចាប់ពីអាយុ10ឆ្នាំឡើងក៏អាចញ៉ាំបានដែរក្មេងដែលអាសាឈឺច្រើនផ្លេកស្លាំងគ្មានកម្លាំងមិនសូវលូតលាស់កម្ពស់មិនសូវញ៉ាំបាយចូលចិត្តញ៉ាំទឹកផ្អែមដែលមានជាតិស្ករនិងក្មេងដែលមិនសូវលូតលាស់កម្ពស់បងប្អូនដែលមានបំណងចង់ទិញយកមកពិសាប្រើប្រាស់មិនពិបាករកទិញទេអាចរកទិញបាននៅលើ page របស់ MAE ឬក៏តំណាងចាយរបស់ក្រុមហ៊ុន MAE ហើយបងប្អូនដែលមានបំណងចង់ធ្វើជាតំណាងចាយក៏មិនពិបាកអ្វីនោះដែរគ្រាន់តែតាក់ទងទៅកាន់ក្រុមហ៊ុនរបស់គេទៅរួចជាការហើយបងប្អូនឃើញស្រាប់ហើយយើងចេញពីទឹកជ្រោះយើងបន្តដំណើរទៅផឹកកាហ្វេនៅមនកងកាហ្វេហើយនិយាយមែនទៅមកកន្លែងនេះកន្លែងថតរូបស្អាតមិនខ្វះទេហើយខ្ញុំនៅតែណែនាំបងប្អូនសម្រាប់ធ្វើដំណើរឆ្លងកាត់តំបន់នេះកុំភ្លេចមនកងកាហ្វេគឺគាត់មាន3សាខាមានទាំងនៅខាងប្រម៉ោយក៏មានទាំងផ្លូវមក1500នេះក៏មាននៅខាងលើនោះក៏មានទៀតអញ្ចឹងមកកំសាន្តផឹកកាហ្វេថតរូបហើយកាហ្វេគាត់ឆ្ងាញ់អត់បញ្ជោទេបាទមិនមែនគាត់ឲ្យកាហ្វេផឹកឯងខ្ញុំបញ្ជោគាត់ទេណាឆ្ងាញ់មែនបាទខ្ញុំជិះរសជាតិកាហ្វេបែបហ្នឹងហើយបងប្អូនឃើញស្រាប់ហើយណាក់របស់យើងហ្នឹងក៏ចូលចិត្តកាហ្វេបងមនកោកដែរបាទគាត់អ្នកធ្វើកាហ្វេដូចគ្នាហើយអ្នកធ្វើកាហ្វេក៏យល់ពីអ្នកធ្វើកាហ្វេបាទកុំឲ្យតែមិនអ្នកធ្វើកាហ្វេមកអត់យល់ពីអ្នកអត់ធ្វើកាហ្វេហើយដែនយើងស្មាត់ដែនហើយមកឡៃនេះបានគាត់នាំដើរលេងដែនទៅនាំទៅនេះនាំទៅនោះនាំខ្ញុំអង្គុយនិយាយដល់ព្រឹកអញ្ចឹងអត់ដេកអត់ពួនអរគុណគាត់មែនតើបាទដែលកំដរខ្ញុំហើយបើយកបញ្ចប់វីដេអូនេះបងប្អូនលេងឃើញវីដេអូខ្ញុំនៅហ្នឹងហើយបងប្អូនហើយឆ្ងល់ថាខ្ញុំបាត់ទៅណាមិនបាច់ឆ្ងល់ទេបាទតែបាត់ខ្ញុំស្មើនឹងខ្ញុំរវល់តែឃើញវីដេអូវិញស្មើនឹងទំនេរអញ្ចឹងយើងនឹងជួបគ្នាវីដេអូក្រោយហើយវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណបាយបាយសុខសប្បាយមែនអូសុខភាពល្អ